ថ្ងៃនេះបានហូបផ្លែមាត់ទៀតហើយបងប្អូនអើយគឺឆាលាអំពិលទុំជាមួយនឹងម្រះព្រៅតែមុនឆ្ងាញ់នឹងតោះទៅមើលពីរបៀបធ្វើសម្រាប់គ្រួសារខ្ញុំទាំងអស់គ្នាណាបងប្អូនមុននឹងយកលៀសទៅឆាហ្នឹងគឺសម្រាប់គ្រួសារខ្ញុំទៅគឺលាងលៀសនឹងឲ្យស្អាត3ពីខាងក្រៅហើយបន្ទាប់មកទៀតបានយកលៀសទៅត្រាំក្នុងទឹកហ្នឹងមានម្ទេសហើយនិងក្រូចឆ្មាដើម្បីឲ្យវាខ្ជាក់ពីខាងក្នុងមកទៀតបងប្អូនលៀសឲ្យហាមាត់ហើយខ្ជាក់ផុកបានយកមកឆាណាបងប្អូនបន្ទាប់ពីបំពងទុំអាឡើងក្រហមគឺខ្ញុំដាក់គ្រឿងតែម្ដងណាបងប្អូនអរគ្នាមកដូចជាស្ករពាងកន្លះស្លាបព្រាទឹកត្រីបន្តិចទឹកអំពិលទុំកន្លះចានហើយបន្តមកទៀតមានប៊ីចេងបន្តិចហើយនិងម្សៅស៊ុបបន្តិចដែរណាបងឆាគ្រឿងឲ្យចូលជាតិមួយសន្ទុះហើយបានខ្ញុំដាក់ខ្ញីចូលណាបងប្អូនមកគាត់ជាឆ្ងល់ហើយមិនក៏ចង់ភៅប្រុសហើយមិនក៏សំឡេងស្រីវិញបងប្អូនកុំឆ្កល់អីណាគឺថ្ងៃនេះគូសាខ្ញុំគាត់ចូលធ្វើហើយខ្ញុំជាអ្នក voice over វិញណាបងប្អូនតោះបកទៅម្ហូបយើងវិញបងប្អូនបន្ទាប់ពីខ្ញុំរំងាស់ខ្ចីឲ្យរៀងទន់ហើយបានខ្ញុំដាក់លីសចូលឆាត្រឡប់ចុះត្រឡប់ឡើងឲ្យឆ្អិនលីសហើយបានចុងក្រោយគេផ្អស់គឺខ្ញុំដាក់ម្រះព្រៅឆាលេខខ្ញុំថ្ងៃនេះគឺរួចរាល់ហើយណាបងប្អូនមើលទៅទំនងឆ្ងាញ់ទេបងប្អូនអរគុណច្រើនជម្រាបលា